ឥឡូវយើងមកដល់ស្ពានដែលស្អាតជាងគេហើយស្ពាននេះមិនមែនស្ពានកញ្ចក់ទាំងអស់ទេបងប្អូនមកដោយសារមានដែកច្រើនជាងកញ្ចក់សួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនទៅទស្សនាភ្នំដ៏ស្រស់ស្អាតមួយនៃខេត្តខាំងវ៉ុនដូទឹកដីកូរ៉េខាងត្បូងខាំងវ៉ុនដូគឺជាខេត្តមួយដែលសម្បូរទៅដោយកន្លែងដើរលេងច្រើនមែនទែនជាពិសេសគឺភ្នំទឹកជ្រោះនិងអ្វីដែលពិសេសនោះគឺឆ្នេរសមុទ្រស្អាតស្រស់ជាងគេនៅប្រទេសកូរ៉េផងដែរចេញទ្រីបលើកនេះចម្លែកតិចបើដោយសារឡានធំប៉ុន្តែជិះតែគ្នា3នាក់ទេចុះពីលើឡានភ្លាមឃើញគេប្រគំតន្ត្រីតែចង្រៃអីពេលខ្ញុំមកដល់គេប្រគំចប់ល្មមបាទយើងកំពុងដើរឆ្លងស្ពានដើម្បីរកកន្លែងទិញសំបុត្រពាក់កណ្ដាលខែ2ប៉ុន្តែទឹកនៅកកនៅឡើយទេបាទព្រោះខេត្តខាំងវ៉ុនដូគឺជាខេត្តមួយដែលត្រជាក់បើត្រជាក់ខ្លាំងកន្លែងខ្លះអាចដកដល់20ជាងបាទអញ្ចឹងបងប្អូនទៅលេងក្នុងអំឡុងពេលខែ2ខែ3ហ្នឹងគឺត្រជាក់ស្រួលល្មមដែរហើយចំពោះតម្លៃសម្បុត្រក្នុងម្នាក់គឺ9000វ៉ុនចំពោះខ្ញុំតម្លៃប៉ុណ្ណឹងខ្ញុំគិតថាអត់ថ្លៃទេដោយសារនៅលើហ្នឹងគឺទេសភាពស្រស់ស្អាតគួរឲ្យចង់កយគុណប្រៀបដូចវងភ័ក្រស្រីស្រស់តូចតុនដែលបងកយគុណមិនចេះចំណាយអូចេះតែផ្សាយហ្មងអីបាទគេធ្វើកម្មចណ្ដាឲ្យយើងឡើងតាមតំណដើម្បីឲ្យយើងមើលទេសភាពព្រៃព្រឹក្សានៅតាមដងផ្លូវពេលមកដល់ភ្លាមរៀងត្រជាក់ដែរប៉ុន្តែឡើងភ្នំបានមួយសបកគឺបែកញើសអាវអញ្ចឹងពេលបងប្អូនមកកុំពាក់អាវក្រាស់ពេកដល់អាវបណ្ដោយអូមានស្ពានយល់តិចជុំយ៉ាស្អាតទេអញ្ចឹងតោះយើងទៅឆ្លងស្ពានយល់ទី1ទាំងអស់គ្នាចង់ដឹងថាទេសភាពស្រស់ស្អាតប៉ុណ្ណានេះបាទខ្ញុំមកចំខែត្រជាក់អញ្ចឹងគឺស្លឹកឈើវារៀងក្រៀមក្រោះអញ្ចឹងបើមកចំរដូវស្លឹកឈើជ្រុះឬមួយក៏រដូវផ្ការីកគេទេសភាពស្អាតជាងនឹងទ្វេដងបងប្អូនបាទមេហើយនឹងចែគេថាដើរបលែគ្នាស្វីតរហូតអត់មានយល់អារម្មណ៍អ្នកក្រោយដើរថតម្នាក់ឯងសោះរដូវផ្ការីកខាងមុខនេះបងប្អូនចង់ថត MV លក្ខណៈស្នេហាស្វីតអីអូកន្លែងហ្នឹងគឺត្រូវមែនតើបាទចាំពេលរដូវផ្ការីកឬក៏រដូវស្លឹកឈើជ្រុះខ្ញុំមកទីនេះថតឲ្យបងប្អូនមើលម្ដងទៀតស្ពានយល់នេះកញ្ចក់ទៀតនេះលើកទី1មកស្ពានកញ្ចក់បាទចាំទៀតខ្ញុំដើរដល់ខ្ញុំថតឲ្យមើលចង់ដឹងថាវារន្ធត់ប៉ុណ្ណាដល់លើទេសភាពកាន់តែស្អាតមកចិត្តដល់បងប្អូនបាទដើរ10នាទីទៀតដល់នេះប្រភេទស្ពាននៅជាប់នឹងជំរាបភ្នំធ្លាប់តែខេងក្នុងរឿងចិនឥឡូវថ្ងៃនេះបានមកឆ្លងផ្ទាល់ហើយស្រូបយកខ្យល់អាកាសដល់រៀងត្រជាក់តិចនៅលើកំពូលភ្នំអាមនុស្សទៅម្នាក់ឯងទៅណាមកណាខេងគេស្វីតហ្នឹងអូកន្លែងនេះចតអត់ធំពីកញ្ចក់អត់តូចបានមួយហើយអូតោះបាទយើងដើរទៅលើកំពូលហ្នឹងវាចិត្តដល់កំពូលភ្នំដែរដើម្បីមើលស្ពានពីលើហើយថតយករូបថតស្អាតព្រោះថ្ងៃចាំងពេលល្ងាចអញ្ចឹងថតឡើងហ្នឹងស្អាតមែនតើបានមកដល់កន្លែងស្អាតអញ្ចឹងបាទអ្នកណាក៏ចង់ថតដែរមិនថាជូម៉ាមថាអាចរស៊ីគឺថតទាំងអស់គ្នាទេសភាពគ្រាន់តែខេងគឺចង់ទាញកាមេរ៉ាមកថតហ្មងបងប្អូន